បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះគឺខ្ញុំបានកំពុងតែញ៉ាំបាយជាមួយនឹងសម្លត្រកួតសម្លត្រពាំងមកជូរត្រពាំងបងប្អូនបាទនេះបងប្អូនទស្សនាកំសាន្តលេងបាទហើយថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍គឺថ្ងៃអាទិត្យបងប្អូនចឹងក៏អង្គុយញ៉ាំបាយតែម្នាក់ឯងចឹងណាបងប្អូនតាមពិតញ៉ាំច្រើនមិនដែរថតយកតែឯងខ្ជិលថតយកកូនខ្ញុំហើយនឹងគ្រួសារខ្ញុំចឹងខ្ជិលដោយសារតែពួកគាត់អៀននឹងកាមេរ៉ាចឹងខ្ញុំថតឯងទៅហ្នឹងហើយមានបងប្អូនខ្លះគាត់សួរចុះហេតុអីបានបងឯងថតញ៉ាំបាយតែឯងរហូតចឹងតាមពិតញ៉ាំជាមួយគ្រួសារដែរតែដោយសារតែពួកគាត់អៀនជាមួយនឹងកាមេរ៉ាអញ្ចឹងខ្ញុំខ្ជិលថតអញ្ចឹងណាបងប្អូនថតតែទៅកុំឲ្យប៉ះពាល់អារម្មណ៍គាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏មានបងប្អូនគាត់ឆ្ងល់ហេតុអីឃើញខ្ញុំញ៉ាំបាយតែឯងអញ្ចឹងខ្ញុំខ្ជិលថតពួកគាត់ហ្នឹងបងប្អូនថតតែឯងទៅបានហ្នឹងហើយតាមពិតភាគច្រើនញ៉ាំជុំគ្នារហូតដែរទេហ្នឹងហើយតែខ្ញុំថតតែឯងនេះឃើញខ្ញុំថតកាមេរ៉ាដាក់មុខទៅខ្ញុំហ្នឹងបាទហ្នឹងហើយអញ្ចឹងសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាផងដែរហើយហ្នឹងហើយឃើញបងប្អូនខមមិនលេងចិត្តតែសួរថាហេតុអីបងឯងញ៉ាំបាយតែឯងអញ្ចឹងហ្នឹងហើយតាមពិតខ្ញុំញ៉ាំជាមួយគ្រួសារហ្នឹងឯងតែដោយសារតែពួកគាត់មិនសូវជាចូលចិត្តកាមេរ៉ាដូចខ្ញុំបងប្អូនអញ្ចឹងក៏ខ្ជិលថតពួកគាត់តែថតក៏គាត់ឲ្យខ្ញុំថតដែរគាត់បិទមុខអញ្ចឹងណាសូមអធិស្ឋានផងហើយក្រែងមានកាមេរ៉ាច្បាស់ក៏សូមមេត្តាអធិស្ឋានទាំងអស់គ្នាផងដែរហើយដោយសារ background ខាងក្រោយរៀងពិបាកមើលតិចបងប្អូនសូមអធិស្ឋានទាំងអស់គ្នាហើយក៏សម្រាប់ការគ្រប់គ្រងក៏ដូចជាទស្សនាខមមិនលេងឲ្យមេដៃបេះដូងអីផ្សេងអញ្ចឹងចុងកាលមហូបខ្លះខ្ញុំថតមិនមែនថាដើម្បីញ៉ាំបញ្ញាបងប្អូនទេគ្រាន់តែខ្ញុំថតមានពេលដល់ពេលញ៉ាំបាយអញ្ចឹងថតដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងណាហ្នឹងហើយល្អមើលមិនល្អក៏សូមបងប្អូនអធិស្ឋានផងហ្នឹងហើយជួនកាលខ្ញុំថតវាមិនសូវបានល្អដោយសារតែ background ខាងក្រោយហ្នឹងវាមិនសូវស្អាតហ្នឹងហើយមានពេលថតពេលញ៉ាំបាយអញ្ចឹងឯងបងប្អូនហ្នឹងហើយថតអីពេលខ្លះក៏ញ៉ៃច្រើនខ្ញុំខ្ជិលបើកសំឡេងផ្ទាល់អញ្ចឹងខ្ញុំក៏បិទសំឡេងវាយកមកបញ្ចូលសំឡេងអញ្ចឹងទៅហ្នឹងហើយរូបភាពល្អស្អាតយ៉ាងណាយ៉ាងណីក៏សូមមេត្តាអធិស្ឋានទាំងអស់គ្នាផងដែរហ្នឹងហើយជួនកាលក៏មានសំឡេងរំខានអីចេះចោញ៉ៃអញ្ចឹងទៅក៏ខ្ញុំសម្រាប់ថាបិទសំឡេងដើម្បីយកមកបញ្ចូលអញ្ចឹងទៅហើយថតថ្ងៃនេះបានមកហូបសម្លម្ជូរត្រកួតម្ជូរត្រពាំងបងប្អូននិយាយចេះច្រឡំមកត្រកួនរហូតអញ្ចឹងដោយសារតែខ្ញុំចូលចិត្តសម្ល